ថ្ងៃនេះខ្ញុំបានមើលរឿងមួយនៅក្នុង Netflix រឿងហ្នឹងនេះគេនិយាយអំពីសេចក្តីស្លាប់មនុស្សទាំងអស់នៅលើផែនដីនេះពិតជាខ្លាចការស្លាប់សូម្បីតែខ្ញុំក៏មានការភ័យខ្លាចប៉ុន្តែនៅពេលដែលខ្ញុំអធិដ្ឋាននិងអានព្រះបន្ទូលព្រះអង្គតែងតែផ្ដល់កម្លាំងឲ្យខ្ញុំជានិច្ចហើយនៅពេលដែលខ្ញុំបន្តចែកចាយព្រះបន្ទូលខ្ញុំមានជីវិតខ្ញុំមានសង្ឃឹមទើបខ្ញុំនឹកឃើញព្រះបន្ទូលមួយនេះថាព្រះយេស៊ូវបានឈ្នះទៅលើសេចក្តីស្លាប់ព្រះយេស៊ូវបានមានជ័យជំនះហើយក៏ព្រះអង្គរស់ឡើងវិញដូច្នេះខ្ញុំដឹងថាអ្វីដែលយើងស្ដាប់បង្គាប់ព្រះអង្គម្ចាស់អ្វីដែលយើងធ្វើតាមបង្គាប់ព្រះអង្គសពប្រហាតីណាស់ព្រះអង្គពិតជាសពប្រហាតីនឹងកូនប្រុសស្រីណាដែលស្ដាប់បង្គាប់ដូចជាខ្ញុំជាម្ដាយខ្ញុំពេញចិត្តនៅពេលកូនរបស់ខ្ញុំស្ដាប់បង្គាប់ខ្ញុំដូចគ្នាប៉ុន្តែនៅពេលដែលកូនម្នាក់មិនព្រមស្ដាប់បង្គាប់ឬធ្វើអ្វីមួយដែលរឹងទទឹងមែនយើងជាឪពុកម្ដាយពិតជាខឹងចង់វាយគេណាស់ព្រះជាម្ចាស់ក៏ព្រះអង្គមិនសពប្រហាតីដែរប៉ុន្តែសេចក្តីមេត្តាករុណាព្រះអង្គនៅតែផ្លាស់ប្ដូរគេជានិច្ចព្រះអង្គជាព្រះយឺតនិងខ្ញាល់ព្រះអង្គជាព្រះមានសេចក្តីមេត្តាករុណាព្រះអង្គជាព្រះដ៏ស្មោះត្រង់បងប្អូនជាទីស្រឡាញ់នៅក្នុងខគម្ពីរនេះកូរិនថូសខ្សែទី1ចំពោះ15ខទី55ដល់57អោសេចក្តីស្លាប់អើយតើត្រនិច្ចរបស់អ្នកនៅឯណាអោស្ថានខំប្រលឹងមនុស្សស្លាប់អើយតើជ័យជំនះរបស់អ្នកនៅឯណាប៉ុន្តែសូមអរព្រគុណដល់ព្រះដ៏ប្រទានជ័យជំនះដល់យើងរាល់គ្នាដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងការស្ដាប់បង្គាប់ព្រះអង្គមិនមែនគ្រាន់តែយើងទៅព្រះវិហារថ្វាយបង្គំព្រះអង្គធម្មតានោះទេមិនមែនយើងគ្រាន់តែអធិដ្ឋានទៅកាន់ព្រះអង្គមិនមែនយើងគ្រាន់តែដាក់ដង្វាយមិនមែនយើងគ្រាន់តែជួបជុំគ្នាឬក៏មិនមែនយើងគ្រាន់តែអានព្រះបន្ទូលទេប៉ុន្តែអ្វីដែលព្រះអង្គសពប្រហាតីយ៉ាងខ្លាំងបំផុតគឺព្រះអង្គចង់ឲ្យមនុស្សទាំងអស់នៅលើផែនដីនេះបានទទួលជឿព្រះអង្គម្ចាស់យេស៊ូវដូចជាយើងខ្ញុំដែរហេតុអ្វីបានជាព្រះអង្គសពប្រហាតីឲ្យយើងទៅផ្សាយដំណឹងល្អទៅកាន់មនុស្សទាំងអស់នៅលើផែនដីនេះទាំងគ្រប់សាសពីព្រោះព្រលឹងវិញ្ញាណរបស់គេត្រូវការសង្គ្រោះពីសេចក្តីស្លាប់ដូចជាយើងដែរសេចក្តីស្លាប់មានអំណាចជាយូរបនហើយសេចក្តីស្លាប់នេះបានបំផ្លាញជីវិតមនុស្សម្នាក់សេចក្តីស្លាប់បានធ្វើឲ្យយើងឆ្ងាយចេញពីព្រះអង្គម្ចាស់ពីព្រះអង្គសេចក្តីស្លាប់ឬក៏គេហៅថាអំពើបាបនេះអំពើបាបប្រែក្លាយទៅជាសេចក្តីស្លាប់នេះធ្វើឲ្យយើងវង្វេងធ្វើឲ្យយើងអស់សង្ឃឹមធ្វើឲ្យយើងបាត់បង់ជំនឿលើខ្លួនឯងធ្វើឲ្យយើងស្វែងរកទ្រព្យសម្បត្តិធ្វើឲ្យយើងខ្លាចស្លាប់ធ្វើឲ្យយើងរវើរវាយធ្វើឲ្យយើងវង្វេងវង្វាន់ហាក់បីដូចជាយើងជាទេសកលនៃសេចក្តីស្លាប់ប៉ុន្តែបងប្អូនជាទីស្រឡាញ់អើយថ្ងៃនេះខ្ញុំចង់ចែកចាយសម្រាប់បងប្អូនទាំងអស់មិនថាអ្នកជឿមិនថាអ្នកមិនជឿមានតែព្រះអង្គម្ចាស់យេស៊ូវមួយគត់ដែលដោះយើងឲ្យរួចពីសេចក្តីស្លាប់
ហើយឲ្យយើងមានជីវិតអកលនៅពេលដែលបងប្អូនព្រមទទួលជឿព្រះអង្គម្ចាស់យេស៊ូវបងប្អូននឹងទទួលបានជីវិតដ៏អកលជីវិតមួយដែលពេញបរិបូរណ៍ពីព្រោះព្រះយេស៊ូវមានជ័យជំនះទៅលើសេចក្តីស្លាប់ព្រះអង្គត្រូវគេយកទៅឆ្កាង3ថ្ងៃក្រោយមកទ្រង់ក៏រស់មានជីវិតឡើងវិញហើយទ្រង់ក៏បានផ្ដាំទៅដល់សាវករបស់ព្រះអង្គឲ្យទៅផ្សាយដំណឹងល្អដំណឹងល្អនោះជាអ្វីដំណឹងល្អនោះគឺអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអង្គចង់ឲ្យយើងគ្រប់គ្នាទទួលជឿព្រះអង្គម្ចាស់ដើម្បីឲ្យមានជីវិតអកលព្រះអង្គមិនចង់បានអ្វីពីយើងទេអ្វីដែលព្រះអង្គចង់បានឲ្យយើងមានជំនឿជឿទៅលើព្រះអង្គម្ចាស់យេស៊ូវហើយយើងនឹងមានជីវិតអកលយើងនឹងបានទៅនគរឋានសួគ៌ទាំងអស់គ្នាជីវិតដ៏ពេញបរិបូរណ៍ជីវិតដ៏មានសេចក្តីសុខសាន្តជីវិតដ៏មានសង្ឃឹមជីវិតដ៏ប្រសើរបងប្អូនអើយបើបងប្អូនពេញចិត្តនឹងទទួលការជឿដល់ព្រះអង្គម្ចាស់យេស៊ូវបងប្អូនអាចនិយាយតាមខ្ញុំថាព្រះយេស៊ូវកូនសូមទទួលជឿព្រះអង្គម្ចាស់ជាព្រះសង្គ្រោះនៃកូនព្រះយេស៊ូវសូមទទួលកូនហើយសូមគង់នៅក្នុងដួងចិត្តរបស់កូនពេលនេះដល់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនព្រះយេស៊ូវសូមព្រះអង្គយាងគង់ក្នុងបល្ល័ង្កដួងចិត្តរបស់កូនសូមឲ្យកូនបានមានជីវិតអកលដូចជាព្រះអង្គដែរសូមព្រះអង្គសង្គ្រោះកូនលាងសម្អាតអំពើបាបកូននៅពេលនេះនៅក្នុងព្រះនាមព្រះយេស៊ូវព្រះយេស៊ូវកូនត្រូវការព្រះអង្គសូមព្រះអង្គការពារកូនសូមព្រះអង្គជួយកូនឲ្យរួចផុតពីអំពើបាបនិងសេចក្តីស្លាប់សូមឲ្យកូនបានមានជីវិតអកលដូចជាទ្រង់ដែរកូនអធិដ្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន